វេលាលំបាកទាំងហ្នឹងវានឹងកន្លងផុតដែលធ្លាប់ជួបប្រទះបញ្ហាមួយដែលយើង stuck នៅកន្លែងហ្នឹងហើយយើងគិតថានឹងអត់មានពេលវេលាមួយដែលវាអាចឆ្លងផុតទេយើងគិតថាវាយូរខ្លាំងមែនតើយើងបានឲ្យពេលវេលាហ្នឹងឆាប់រំលងទៅយើងបានឲ្យកាតព្វកិច្ចហ្នឹងត្រូវបានបញ្ចប់យើងបានឲ្យយើងឆាប់មានសិទ្ធិសេរីភាពឡើងវិញនៅក្នុងការធ្វើកិច្ចការងារផ្សេងយើងចង់កិច្ចវេះអំពីអាការងារដែលលំបាកទាំងហ្នឹងសង្ឃឹមថាពេលវេលានឹងកន្លងផុតហើយយើងអាចដោះស្រាយវាបានល្អក្នុងពេលនេះណាគេក៏ធ្លាប់ជួបប្រទះនៅក្នុងបញ្ហានឹងដែរដូចមិនថាយើងរៀនមិនថាពេលប្រឡងយើងតែបានថាខ្ញុំសង្ឃឹមថានឹងប្រឡងជាប់ហើយជាប់ហើយខ្ញុំមានពេលវេលាផ្សេងក្នុងការធ្វើកិច្ចការងារដែលខ្ញុំចង់ធ្វើខ្ញុំអត់ចង់នៅ stuck រងចាំពេលវេលាប្រឡងនឹងមកដល់ទេប៉ុន្តែក្នុងពេលយើងរងចាំពេលវេលាប្រឡងហ្នឹងគឺយើងភ័យព្រួយគឺយើងមានការបារម្ភយើងមានការខំប្រឹងមានការភ័យខ្លាចថាយើងអាចធ្វើបានល្អចំពោះវាមានបញ្ហាមួយចំនួនទៀតគឺពេលវេលាវាអាចថាយូរកន្លងពេល1ខែ2 3ខែដែលយើងភ័យរងចាំឲ្យវាចប់ប៉ុន្តែយើងតែអត់ខំប្រឹងក្នុងកំឡុងពេលដែលយើងរងចាំឲ្យវាចប់នឹងទេយើងនឹងអត់ទទួលបានលទ្ធផលល្អយើងអាចនឹងប្រឈមនឹងការធ្វើវាម្ដងទៀតក៏ដូចជាការប្រឡងដូចជាការទៅ intern ដូចជាការរងចាំក្តីសម័យណាមួយមកដល់កំឡុងពេលណាមួយដែលទាមទារការខិតខំប្រឹងប្រែងរបស់យើងដូចជាយើងដាក់ពាក្យប្រឡងអាហារូបករណ៍យើងដឹងថាអាហារូបករណ៍ហ្នឹងយើងនឹងអាចដឹងលទ្ធផលក្នុងកំឡុងពេល3ខែទៀត2ខែទៀតឬ1ឆ្នាំទៀតនៃលទ្ធផលបាក់ឌុបដែលយើងដឹងថាsau1ឆ្នាំទៀតខ្ញុំប្រឡងបាក់ឌុបខ្ញុំចង់បានលទ្ធផលល្អខ្ញុំខំពីឥឡូវនេះទៅប៉ុន្តែអារម្មណ៍មួយទៀតធ្វើឲ្យយើងគិតថាខ្ញុំចង់ឲ្យពេលវេលាហ្នឹងឆាប់រំលងទៅឆាប់ដល់ពេលហ្នឹងឆាប់ដឹងលទ្ធផលឆាប់មានសេរីភាពនៅក្នុងការធ្វើការងារដែលខ្ញុំចង់ធ្វើបន្តទៀតប៉ុន្តែកំឡុងពេលចាំហ្នឹងវាអាចថាយូរកំឡុងពេលចាំហ្នឹងវាអាចថាធ្វើឲ្យយើងមានសម្ពាធកន្លងពេលដែលយើងរងចាំអាពេលវេលាហ្នឹងម្ដងហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងបានឲ្យវាឆាប់ចប់យើងភ័យខ្លាចយើងត្រូវតែខំប្រឹងយើងត្រូវតែពុះពៀធ្វើអីមួយកុំឲ្យអាពេលវេលាហ្នឹងកន្លងផុតទៅទាំងដែលយើងអត់ទាន់បានធ្វើអីទាំងដែលយើងអត់ទាន់បានត្រៀមខ្លួនរួចរាល់យើងភ័យខ្លាចថាលទ្ធផលនឹងចេញមកអត់ល្អបើសិនជាយើងខ្ជះខ្ជាយក្នុងពេលនេះប៉ុន្តែអារម្មណ៍យើងមួយទៀតនោះគឺវាហត់នឿយខ្លាំងមែនទែនដែលយើងចង់សម្រាកដែលយើងចង់ឲ្យខ្លួនឯងនឹងមានពេលវេលាសម្រាប់គិតធ្វើអីផ្សេងយើង stuck យើងធុញទ្រាន់ក្នុងការធ្វើវាដដែលព្រោះថាយើងម្នាក់មិនមែនមានក្តីសម័យតែមួយនឹងទេយើងប្រៀបដូចជាការរងចាំពេលវេលានឹងមកដល់ក្នុងការដឹងពីលទ្ធផលនៃការងារមួយហ្នឹងយើងមិនមែនមានតែការងារមួយហ្នឹងដែលយើងចង់ធ្វើគឺយើងមានអីផ្សេងទៀតនៅក្នុងជីវិតយើងមានអីដែលយើងស្រឡាញ់យើងចង់គេងយើងចង់មានពេលវេលាសម្រាប់ខ្លួនឯងយើងចង់ញ៉ាំអាហារឆ្ងាញ់យើងចង់ទៅដើរលេងមួយមិត្តភ័ក្តិយើងចង់ទៅទ្រីបយើងចង់ធ្វើអីផ្សេងជាច្រើនមិនមែន stuck ត្រឹមតែមួយកន្លែងទេថាយើងត្រូវប្រឡងយើងត្រូវធ្វើការយើងត្រូវមានទំនួលខុសត្រូវទៅលើកិច្ចការងារណាមួយនឹងទេប៉ុន្តែកំឡុងពេលដែលយើងរងចាំហ្នឹងអាចថាយូរពិតមែនប៉ុន្តែពេលវេលាវានឹងរំលងផុតទៅពេលវេលាលំបាកទាំងហ្នឹងពេលវេលាដែលយើងរងចាំទាំងហ្នឹងវានឹងកន្លងផុតទៅម្ដងមួយថ្ងៃអន្ធាដល់ថ្ងៃមួយដែលបានបញ្ចប់ដំបូងយើងគិតថាវាយូរនៅពេលដែលយើងរងចាំពេលវេលាប៉ុន្តែនៅពេលដែលយើង enjoy the process ទោះបីជាវាលំបាកប៉ុណ្ណាយើង enjoy ធ្វើការងារហ្នឹងមិនមែនថានៅពេលដែលយើងធ្វើការងារហ្នឹងយើងត្រូវលះបង់នៅអ្វីដែលយើងស្រឡាញ់ទាំងអស់ទេយើងអាចឆ្លៀតពេលមួយថ្ងៃ5នាទីទៅលើអីដែលយើងស្រឡាញ់ដូចជាស្ដាប់ចម្រៀងអានសៀវភៅវាមិនមែនមួយថ្ងៃយើងអង្គុយតែផ្ដោតធ្វើអាការងារដែលយើងត្រូវធ្វើនឹងរហូតទេនៅពេលដែលយើងធ្វើវាយូរទៅផ្ដោតទៅលើតែការងារនឹងយូរទៅយើងនឹងធុញទ្រាន់យើងនឹងលែងចង់មានអារម្មណ៍ធ្វើយើងបាក់វិញអញ្ចឹង enjoy the process until the day that អាការងារទាំងអស់ហ្នឹងវាត្រូវបានបញ្ចប់យើង enjoy អីដែលយើងស្រឡាញ់ផងយើងផ្ដោតទៅលើការងារហ្នឹងផងប៉ុន្តែគ្រាន់តែថាយើងផ្ដោតទៅលើការងារហ្នឹងរហូតដល់ 90% ហើយធ្វើការងារយើងស្រឡាញ់តែ 10% បានហើយកំឡុងពេលអញ្ចឹងទៅយើងអាចទទួលបានលទ្ធផលល្អទៅលើអីដែលយើងចង់ធ្វើហ្នឹងមិនថាពេលវេលាល្អឬពេលវេលាលំបាកគឺពេលវេលាហ្នឹងគឺវានឹងត្រូវកន្លងផុតទៅក្នុងគណៈពេលណាមួយអាចថាវាយូរចំណាយពេល1ឆ្នាំ3ខែមួយអាទិត្យប៉ុន្តែវានឹងកន្លងផុតទៅដរាបណាយើង enjoy the process ដរាបណាយើងនៅមានសុខភាពល្អយើងនៅមានជីវិតគឺអាកិច្ចការងារហ្នឹងវានឹងអាចបញ្ចប់ទៅបានម្ដងទៀតមិនថាការងារនឹងបាក់ប៉ុណ្ណាវាពេលវេលានឹងកន្លងផុតគឺ the thing will be past អាពេលវេលាលំបាកនឹងកន្លងផុតហើយយើងនឹង
បើយើងមានការជិះចាប់យើងក៏នឹងផ្លិចអាការជិះចាប់នឹងបន្តិចម្ដងរហូតដល់យើងផ្លិចលែងចាំនៅអាភាពលំបាកនឹងថាពីមុនយើងលំបាកមិនពេលខ្លះយើងសឹងតែថាផ្លិចពួកអីថាពេលវេលាវានឹងព្យាបាលយើងពេលទោះបីជាយើងលំបាកខ្លាំងប៉ុណ្ណាក៏ដោយឧទាហរណ៍ថាយើង broken រឿងស្នេហាអីចឹងនៅពេលដែលយើង broken យើងដឹងហើយអាពេលវេលាដំបូងយើងនឹងមានអារម្មណ៍ថា feeling down feeling broken feeling ពិបាកធ្វើចិត្តមែនតើប៉ុន្តែពេលវេលាណាមួយវានឹងមកដល់3ខែ1ឆ្នាំ2ឆ្នាំយូរមួយអាទិត្យពីរអាទិត្យពេលវេលានឹងកន្លងផុតយើងនឹងក៏ផ្លិចទៅតាមនឹងដែរក៏ប៉ុន្តែមិនមែនថាតែពេលវេលាអាក្រក់វានឹងកន្លងផុតទេពេលវេលាល្អក៏វានឹងកន្លងផុតទៅដូចគ្នាដោយ the moment ដែលយើងនៅជាមួយនឹង family នៅជាមួយនឹងគ្រួសារនៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់ពេលវេលាដែលយើងនៅ high school នៅក្នុងជីវិតវិទ្យាល័យជាមួយមិត្តភ័ក្តិមិនថាពេលវេលាល្អឬអាក្រក់វានឹងកន្លងផុតទៅសំខាន់គឺយើង enjoy the process បើសិនជាយើងមានអារម្មណ៍ថាមិនសប្បាយចិត្តលំបាកនៅកំឡុងពេលហ្នឹងយើងគួរតែរកមូលហេតុអីមួយដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត enjoy កំឡុងពេលដែលយើងលំបាកមិនថាយូរប៉ុណ្ណាគឺពេលវេលាហ្នឹងវានឹងកន្លងផុតហើយយើងនឹងត្រឡប់មកនៅសភាពធម្មតាវិញសភាពដែលយើងតែងតែសម័យវិញហើយយើងនឹងត្រូវផ្ដោតទៅធ្វើក៏ដៅរបស់យើងនឹងវិញមិនមែន stuck ត្រឹមតែមួយកន្លែងក្នុងគ្រាលំបាកឬក៏រីករាយ everyday ទេនៅពេលដែលយើងឆ្លងផុតនៅខណៈពេលនឹងមួយហើយមិនមែនមានន័យថាជីវិតយើងត្រូវ enjoy រហូតទេជីវិតគឺវាតែនាំនៅបញ្ហាមកផ្សេងទៀតយើងតែសម័យថានៅពេលដែលយើងដោះស្រាយបញ្ហានឹងមួយចប់ជីវិតយើងនឹងរីករាយនឹង better នឹងរីករាយនឹង enjoy ប៉ុន្តែយកអត់ជីវិតគឺវាតែងតែជួបបញ្ហាយើងដោះបញ្ហាមួយចប់អាបញ្ហាថ្មីនឹងចូលមកយើងដោះទៀតហើយចឹងកុំបារម្ភវានៅតែដោះស្រាយនៅតែ enjoy និយាយទៅត្រូវតែយើងចេះដោះស្រាយចេះធ្វើឲ្យអាបញ្ហានឹងលាយឡំជាមួយនឹងអារម្មណ៍រីករាយខ្លះទៅជីវិតយើងនឹងបានមានភាពប្រសើរមិនមែនមានន័យថានៅពេលដែលយើងដោះស្រាយបញ្ហានឹងចប់ហើយយើងនៅរីករាយចប់អស់គ្រប់កាតព្វកិច្ចទេគឺវានឹងមានបញ្ហាថ្មីចូលមកទៀតដែលតម្រូវឲ្យយើងដោះស្រាយបន្តទៀតរហូតដល់ថ្ងៃឆ្លងឆ្នាំថ្ងៃ10ឆ្នាំយើងត្រូវកំណត់គោលដៅថ្មីថាយើងចង់បានអីថ្មីដូចជាខ្ញុំធ្លាប់និយាយថាខ្ញុំ intern នៅពេទ្យចឹងនៅពេលដែលខ្ញុំមានចំណេះដឹងវាអត់សូវស័ក្តិមួយជាមួយនឹងកម្រិតថ្នាក់ដែលខ្ញុំរៀនដោយសារតែពីមុនហ្នឹងខ្ញុំ enjoy ជីវិត too much ក៏ដោយទៅលើកាតព្វកិច្ចហ្នឹងគឺតិចជាងការ enjoy គឺខ្ញុំ enjoy ខ្លាំងពេកចឹងធ្វើឲ្យខ្ញុំមានភាពលំបាកមែនតើនៅក្នុងពេលរៀននៅក្នុងពេលទៅ star នៅក្នុងពេលដែលខ្ញុំចុះ intern ហ្នឹងគឺពិបាកខ្លាំងខ្ញុំតែងតែសម័យគិតថាពេលវេលានឹងកន្លងផុតហើយទីបំផុតអាពេលវេលា3ខែដែលខ្ញុំ star ហ្នឹងវានឹងកន្លងផុតវាកន្លងផុតពិតមែនតែខ្ញុំពិតជាខំប្រឹងមែនតើកំឡុងពេលហ្នឹងគឺខ្ញុំលះបង់ឲ្យនៅក្នុងការ enjoy ជីវិតគឺខ្ញុំលះបង់ខ្លាំងតែដែលខ្ញុំអត់សប្បាយចិត្តទេនៅពេលដែលខ្ញុំលះបង់អារម្មណ៍ដែលខ្ញុំរីករាយសូម្បីតែ 10% ក៏មានដែរគឺខ្ញុំផ្ដោតទៅលើកិច្ចការងារដែលខ្ញុំនឹងត្រូវធ្វើនឹង 100% ទាំងតែត្រូវបានមានអារម្មណ៍ថាខ្លួនឯងអសមត្ថភាពមានអារម្មណ៍ថាអ្នកដតីគេអត់សូវឲ្យតម្លៃដោយសារតែយើងអត់សូវប្រកែហើយខ្ញុំតែងតែសម័យគិតថាពេលវេលានឹងសូមឲ្យវាកន្លងផុតសូមឲ្យកាតព្វកិច្ចនឹងទំនួលខុសត្រូវនឹងត្រូវបានបញ្ចប់ហើយសូមឲ្យខ្ញុំត្រឡប់មកជីវិតធម្មតាវិញដែលខ្ញុំអាចនិយាយវីដេអូដែលខ្ញុំអាចស្ដាប់ចម្រៀងដែលខ្ញុំអាចធ្វើឲ្យខ្ញុំចូលចិត្តប៉ុន្តែនៅពេលដែលវាកន្លងផុតវាប្រកាសជាមានបញ្ហាអីថ្មីមួយដែលចូលមកជីវិតដែលទាមទារឲ្យយើងធ្វើការដោះស្រាយដូចអ្នកនរគ្នាដែរបើសិនជាអ្នកនរគ្នាមានកាតព្វកិច្ចត្រូវធ្វើមានអាការប្រឡងដែលត្រូវធ្វើមានក្តីសម័យដែលត្រូវបំពេញ just បំពេញវាធ្វើវាហើយកុំភ្លេច enjoy នៅជីវិតរបស់យើងឲ្យស័ក្តិមូលអាចថាបំពេញកាតព្វកិច្ច 90% enjoy 10% ផងទៅកុំឲ្យវា stuck មកកន្លែងមានអារម្មណ៍ថាអីដែលយើងចង់បានហើយនឹងអីដែលយើងធ្វើទោះបីជាយើងខំធ្វើប៉ុណ្ណាក៏អត់បានសម្រេចអាហ្នឹងគឺដោយសារតែយើងផ្ដោតហើយនឹងដាក់សម្ពាធទៅលើខ្លួនឯងពេកភ្លេចទៅលើការរីករាយក្នុងកំឡុងពេលធ្វើ the process ហ្នឹងអ្វីដែលល្អបំផុតសម្រាប់ពួកយើងគឺ enjoy doing what you have to do with the feeling happy ចូលទៅបីជាកិច្ចការងារលំបាកប៉ុណ្ណាយើងធ្វើវាដោយ enjoy ដោយរីករាយនៅក្នុងការធ្វើវាអបប្រសើរជាងការដាក់សម្ពាធហើយពេលវេលាអាក្រក់ពេលវេលាដែលលំបាកវានឹងកន្លងផុតទៅពេលវេលាវាប្រកាសជាដើរលឿនណាអ្វីដែលសំខាន់គឺយើងនឹងបដោតធ្វើអាកិច្ចការងារហ្នឹងដោយមានភាពល្អប៉ុណ្ណាប្រសើរប៉ុណ្ណាកុំឲ្យខ្ជះខ្ជាយហើយក៏កុំត្រូវដាក់កំហិតលើខ្លួនឯងពេកដែរ
គឺធ្វើវាឲ្យ balance ធ្វើវាដោយមានភាពរីករាយនៅក្នុងការធ្វើពេលវេលាអាក្រក់ៗទាំងនោះនឹងកន្លងផុតទៅហើយយើងនឹងមានជីវិតល្អប្រសើរបើទោះជាបញ្ហាថ្មីវានឹងចូលមកទៀតប៉ុន្តែយើងគឺមានភាពខ្លាំងនៅក្នុងការដោះស្រាយវាម្ដងមកដំណាក់កាលក៏ប៉ុន្តែយើងអាចដឹងថានៅពេលដែលយើងដោះស្រាយវាហ្នឹងយើងនឹងក្លាយទៅជាមនុស្សថ្មីមួយទៀតដូចជាយើងឡើងកាន់ចដើមម្ដងមកកម្មដូចជានៅក្នុងផ្លូវមួយដែលមានឧបសគ្គយើងបានត្រុសត្រាយដកដុំថ្មកាប់ស្មៅកាប់ឆ្កាយើងក៏ដើរទៅមុខយើងដឹងថាពេលហ្នឹងគឺយើងកំពុងតែអភិវឌ្ឍទេក៏ប៉ុន្តែយើងកំពុងតែដើរទៅមុខយើងកំពុងតែអភិវឌ្ឍយើងកំពុងតែមានសមត្ថភាពឡើងមកដំណាក់ការរហូតដល់យើងអាចឈានទៅដល់គោលដៅនិងក្តីស្រមៃរបស់យើងបានហើយតែអីដែលយើងគិតហ្នឹងគឺយើងគិតថាហេតុអីបានជីវិតមានបញ្ហាត្រូវដល់រហូតក៏ប៉ុន្តែមិនអញ្ចឹងទេបញ្ហាហ្នឹងវាគឺជាផ្លូវដែលនាំយើងទៅរកគោលដៅរបស់យើងម្ដងមកជាម្ដងមកកម្មហើយថ្ងៃណាមួយយើងនឹងកលេចមើលមកក្រៅវិញចុះមកក្រោមវិញទើបដឹងថាយើងបានធ្វើរឿងច្រើនមែនតើសម្រាប់ខ្លួនឯងក្តីស្រមៃរបស់យើងនឹងខៀកចិត្តមកដល់ហើយយើងនឹងមានភាពរីករាយបើទោះជាមានបញ្ហាផ្សេងដែលយើងត្រូវដោះស្រាយប៉ុន្តែយើងនឹងក្លាយទៅជាadultមួយក្លាយទៅជាមនុស្សម្នាក់ដែលមានសមត្ថភាពនៅក្នុងជីវិតខ្លួនឯងអាច control ជីវិតខ្លួនឯងអាចដោះស្រាយបញ្ហារបស់ខ្លួនឯងបានបាយជួបគ្នានៅវីដេអូក្រោយ